មង្គលការកូនស្រីចៅហ្វាយក្រុងភ្នំពេញដោយរៀបចំក្នុងឧទ្យានពោពេញទៅដោយផ្កាគ្រប់ប្រភេទម្សិលមិញកម្មវិធីមង្គលការកូនស្រីទី2របស់លោកខួងស្រេងចៅហ្វាយក្រុងភ្នំពេញពិតជាអស្ចារ្យខ្លាំងណាស់គ្រប់ជ្រុងជ្រោយនៃរោងការតាំងពីថ្ងៃចូលរោងរហូតដល់ពេលជប់លៀងទទួលទានអាហារពេលល្ងាចគឺគ្មានចន្លោះកន្លែងណាឡើយទាំងផ្កាភ្ញីសម្លៀកបំពាក់ទាំងកាដូនិងការរៀបចំទទួលបដិសណ្ឋារកិច្ចគឺពិតជាគ្មានពាក្យបរិយាយមង្គលការដ៏ធំប្រចាំឆ្នាំនៃលំដាប់អភិជនដែលកូនកំឡោះលឹមសុធិរាត្រូវជាកូនប្រុសរបស់អុកញ៉ាលឹមបូណាអគ្គនាយកក្រុមហ៊ុន LBN Group និងលោកស្រីថងធីតាចំណែកកូនក្រមុំនាមខួងស៊ីណាម៉ាឡែនជាកូនស្រីលោកខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីជាស៊ីណាកម្មវិធីប្រពៃណីជាច្រើនលោកខួងស្រេងបានរៀបចំនៅផ្ទះបែបបុរាណក្បូរក្បាច់រចនាជាបែបផែនខ្មែរហើយចំណែកឯកម្មវិធីទទួលទានអាហារពេលល្ងាចវិញគឺគេរៀបចំតុបតែងជាផ្កាស្រស់ហើយភាគច្រើនជាផ្កាចម្រុះពណ៌មានទាំងខៀវសផ្កាឈូកស្វាយនិងលម្អដោយរូបថតគូស្នេហ៍អភិជននេះតែម្ដងកាន់តែពិសេសពេលអំពូលគ្រីស្តាល់ចាំងពន្លឺនិងមានផ្សែងបាញ់ចេញមកគឺប្រៀបបីដូចជាមង្គលការនៅលើឋានសួគ៌ទិដ្ឋភាពពេលរាត្រីនៃមង្គលការដ៏សម្បើមកាលពីថ្ងៃទី16ខែមីនាគឺធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលាន់មាត់ថាអស្ចារ្យមែនទែនសឹងតែដូចនៅក្នុងរឿងព្រេងនិទានទៅហើយទាំងម្ចាស់កម្មវិធីនិងភ្ញៀវកិត្តិយសដែលចូលរួមមង្គលការកូនស្រីលោកខួងស្រេងសុទ្ធសឹងជាអ្នកមានមុខមាត់នៅក្នុងសង្គមជាតិក៏ដូចជាមន្ត្រីរាជការអ្នកជំនួញទាំងក្នុងស្រុកនិងក្រៅស្រុកគួរបញ្ជាក់ថាអុកញ៉ាលឹមបូណាដែលជាដន្លងនឹងលោកខួងស្រីនោះគឺជាសេដ្ឋីផ្នែកដែលមានប្រភពពីខេត្តកំពង់ចាមហើយមានចំនួនច្រើនផ្នែកដូចជាអចលនទ្រព្យនិងសំណង់វិស័យកសិកម្មនិងឧស្សាហកម្មការដឹកជញ្ជូននិងការនាំចេញនាំចូលស្ថានីយ៍ប្រេងឥន្ធនៈនិងមីនីម៉ានភោជនីយដ្ឋាននិងហាងកាហ្វេសន្តាគារនិង Sky Bar ហាងម៉ាស្សា Spa និង KTV រមណីយដ្ឋាននិងតំបន់អេកូទេសចរណ៍និងសហគ្រាសកែច្នៃផ្លែឈើជាដើម